បងប្អូនយើងមានប្រធានបទមួយនិយាយពីប្រាសាទសែនពវាំងណាបងប្អូនសំខាន់ឥឡូវហ្នឹងប្រាសាទសែនពវាំងល្បីដល់ពួកអាចោសៀមទៀតបងប្អូនដែលមានកណន័យពួកអាចោសៀមឈ្មោះអីគេស៊ូរ៉ាគុនស៊ីត្រីប្រៃណាបងប្អូនវាយកទៅចុះផ្សាយណាតាលុអញ្ចឹងផ្ដាំទៅអាស៊ីត្រីប្រៃផងបើចង់មកបានប្រាសាទសែនពវាំងអីហើយឆ្លងកាត់បាទគ្រឿងសមុទ្រប្រៃរបស់ប៉ាប៉ាអែនសិនទៅអាស៊ីត្រីប្រៃហើយផ្ដាំពួកអាចោសៀមឯងផងដូនតាឯងយកដីមកទុកនៅប្រទេសអញហ្នឹងតាំងពីឆ្នាំណានិយាយទៅបងប្អូនពួកអាចោសៀមនេះឲ្យតែឃើញប្រាសាទបុរាណខ្មែរយើងគឺដឹងតែចង់បានតែហ្មងឲ្យតែវាឃើញប្រាង្គប្រាសាទណាស្អាតស្អាតប្រាង្គប្រាសាទបុរាណរបស់ខ្មែរដែលជាកេរដំណែលរបស់ដូនតាយើងណាវាតែងតែចង់បានវាគិតថាជារបស់វាមិនដឹងថាដូនតាវាហ្នឹងបរិញ្ញាពីប្រវត្តិសាស្ត្រពួកវាហ្នឹងដឹងបរិញ្ញារបៀបមិនបានជាកូនចៅវាមកភ្លើសតចោអញ្ចឹងណាបងប្អូនអញ្ចឹងសម្រាប់បងប្អូនយើងអ្នកខាងខេត្តតាកែវអ្នកដែលធ្លាប់ស្គាល់ប្រាសាទសែនពវាំងប្រាសាទសែននិមលក៏ដូចជាប្រាសាទភ្នំជីសូណាបងប្អូនកុំភ្លេចយើងជួយផ្សព្វផ្សាយពីវិស័យទេសចរនៅក្នុងប្រទេសកម្ពុជាយើងជាពិសេសខាងខេត្តតាកែវណាបងប្អូនប្រាសាទសែនពវាំងដែលមានសម្រស់ស្រស់ស្អាតទេសភាពស្រស់ស្អាតមែនទែនបងប្អូនហើយក៏ជាកេរដំណែលរបស់ដូនតាយើងបានបន្សល់ទុកឲ្យកូនចៅជំនាន់ក្រោយបានថែរក្សាណាបងប្អូនអញ្ចឹងយើងកុំភ្លេចរួមគ្នាថែរក្សានិងអភិរក្សដែលគេដំណើរដូនតាយើងបានបន្សល់ទុកឲ្យមានដូចជាប្រាសាទបុរាណអីជាដើមណាបងប្អូនកុំភ្លេចចូលរួមគ្នាដើម្បីថែរក្សាគេដំណើររបស់ដូនតារបស់យើងហើយបងប្អូនដែលមិនដែលបានស្គាល់មិនដែលបានតន់តលេងនៅប្រាសាទសែនពវាំងបាទសូមកុំភ្លេចតលេងទាំងអស់គ្នាទៅបងប្អូនថតរូបអនុស្សាវរីយ៍ថតវីដេអូដើម្បីចែករំលែកផ្សព្វផ្សាយលើបណ្ដាញសង្គម Facebook TikTok YouTube អីដើម្បីចែករំលែកទៅដល់ពិភពលោកបានឃើញថាប្រាសាទបុរាណខ្មែររបស់យើងគឺស្រស់ស្អាតមែនតើហើយចុងក្រោយនេះផ្ដាំទៅពួកអាចោសៀមពួកឯងកុំចេះតែចង់បានរបស់ខ្មែរជាពិសេសផ្ដាំទៅកណន័យ Facebook អាគេស៊ូរ៉ាខុនស៊ីត្រីប្រៃនោះពួកចៅសៀមឯងកុំចេះតែចង់បានខុសរបៀបណាអញ្ចឹងវីដេអូយើងមានតែប៉ុណ្្នឹងទេបងប្អូនអរគុណច្រើនសម្រាប់ការតាមដានវីដេអូនេះហើយក៏អរគុណសម្រាប់ការចែករំលែកវីដេអូនេះទៅកាន់មិត្តភ័ក្តិបងប្អូនជាចុងក្រោយអត់មានអីទេក៏សង្ឃឹមបងប្អូនយើងមករួមគ្នាអភិរក្សថែរក្សាកេរដំណែលវប្បធម៌ដូនតារបស់យើងដែលបានបន្សល់ទុកឲ្យកូនចៅជំនាន់ក្រោយបានថែរក្សាអរគុណច្រើនជម្រាបលាបាយបាយហើយមានបងប្អូនគេណាខ្លះដែលកំពុងតែខឹងពួកអាចោសៀមហ្នឹងណាបងប្អូនខ្ញុំស្អប់មែនតើត្មងព្រោះឲ្យពួកវានេះខូចជឿទៅមែនតើឲ្យតែឃើញអ្វីដែលជារបស់ខ្មែរយើងជាពិសេសប្រាង្គប្រាសាទមានតម្លៃបាទទឹកដីខ្មែរយើងដល់ធនធានធម្មជាតិដ៏សម្បូរណាគឺដឹងថាពួកវាចង់បានចង់អីតែហ្មងណាមិនដឹងថាពួកវាគិតអីខួរក្បាលដូនតាវាបណ្ដោះពួកវាមកគឺថាប្រវត្តិសាស្ត្រគឺបន្លំតែម្ដងណាវាចង់កែប្រវត្តិសាស្ត្រថាទឹកដីខ្មែរសុទ្ធតែជារបស់វាអញ្ចឹងណាពួកអស់នេះអត់បានទេខូចមែនតើតែនៅប្រទេសអញហ្នឹងតាំងពីឆ្នាំណានិយាយទៅបងប្អូនពួកអាចោសៀមនេះឲ្យតែឃើញប្រាសាទនិយាយទៅអត់យល់មិនដឹងថាខួរក្បាលពួកអាចោសៀមនេះណាហ្នឹងហើយដឹងវាគិតអីទេដូនតាវាមិនដឹងបណ្ដោះបណ្ដាលពួកវាមកដឹងយ៉ាងណាយ៉ាងណីទេបើឲ្យតែឃើញរបស់ខ្មែរសុទ្ធតែរបស់វាដូនតាវាហ្នឹងបរិញ្ញាពីប្រវត្តិសាស្ត្រពួកវាហ្នឹងដឹងបរិញ្ញារបៀបអញ្ចឹងវីដេអូនេះផ្ដាំទៅពួកអាចោសៀមទាំងប្រទេសហ្នឹងថាឈប់ល្មមចោលហើយអាចរិតចង់បានទឹកដីគេចង់បានប្រាសាទបុរាណរបស់គេចង់បានបេតិកភណ្ឌរបស់គេហ្នឹងល្មមហើយពួកអាចោសៀមមកប្រទេសពួកអាចោតចំនួនពួកអាចោសៀមឯងនេះងាប់ទៅណាកើតជាប្រែតកើតជានរកនោះនៅក្រោមដីពួកអាចោសៀមឯងនេះមកប្រទេសហ្នឹងគឺថាចោមកប្រទេសតែម្ដងណាទាំងស្ដេចទាំងរាជទាំងយុរដ្ឋមន្ត្រីរបស់សៀមហ្នឹងគឺថាចោទាំងអស់តែម្ដងហើយកូនខ្មែរយើងត្រូវចាំបាទចាំទុកតែម្ដងណាជិះឲ្យឆ្ងាយពីពួកអាចោសៀមនេះកុំនៅខ្មែរពួកវាអត់សោះពួកអាចោនេះអត់បានទេបាទគឺអត់បានទេនៅខ្មែរអ្នកណាវាចង់បានតែរបស់ហ្នឹងឃើញរបស់គេល្អឃើញរបស់គេស្អាតហ្នឹងវាតែងតែគិតថាជារបស់វាតែងតែប្រាប់គេថាអាហ្នឹងជារបស់វាទាំងដែលមិនមែនជារបស់វាសោះហ្នឹងរបស់គេសោះបាទចង់បាននោះចង់បានពួកអាចោសៀមហើយផ្ដាំតកូនតចៅបងប្អូនកុំនៅក្បែរសោះពួកអាចោសៀមកុំរស់ស៊ីជាមួយពួកវាឲ្យសោះពួកអាចោសៀមមកប្រទេសនេះគឺថាសាហាវពួកខូខើមែនតើណានិយាយមួយម៉ាត់ឲ្យខ្លីទៅបងប្អូនកុំយកខ្លួនបៀតជាមួយកម្ពុជាចៅសៀមនេះគឺថាកម្ពុជាអាក្រក់ណាស់តែបងប្អូនមើលទៅបាទពួកវាយកទៅចោះស្អីគេទេបងប្អូនហើយនិយាយទៅពួកអាចោសៀមនេះគឺកម្ពុជាតែម្ដងណាអញ្ចឹងកុំភ្លេចរួមគ្នាអភិរក្សថែរក្សាកេរដំណែលរបស់ដូនតាយើងដែលគាត់បានបន្សល់ទុកឲ្យកូនចៅជំនាន់ក្រោយបានស្គាល់ទាំងអស់គ្នារួមគ្នាអភិរក្សអរគុណច្រើនបាយបាយជម្រាបលា